សួស្តីបងប្អូនចំពោះវីដេអូនេះខ្ញុំចង់ចែករំលែកបន្តិចអំពីរឿងreal estate ដោយបងប្អូនបានឃើញវីដេអូខ្ញុំមួយដែលខ្ញុំនិយាយពីមុននិយាយពីរឿងការប្រាក់ដែលរដ្ឋាភិបាលលោកត្រាំហ្នឹងគឺព្យាយាមបញ្ចុះការប្រាក់នៅឆ្នាំ2026ហើយរឿងហ្នឹងគឺវាបានន័យថារុញទៅរុញមក between គេហៅថា Federal Reserve ហើយនឹងរដ្ឋាភិបាលលោកត្រាំក៏ប៉ុន្តែបើបងប្អូនតាមដានខ្ញុំបងប្អូនអាចត្រឡប់ទៅមើលវីដេអូ short វីដេអូខ្ញុំមួយដែលខ្ញុំនិយាយអំពីរឿងលោកត្រាំរដ្ឋាភិបាលលោកត្រាំនោះបានបញ្ចូលថវិកា200 billion 200,000 លានដុល្លារចាចូលទៅក្នុងគេហៅថា Fannie Mae and Freddie Mac ហ្នឹងណាដើម្បីជួយទិញ mortgage ដើម្បីឲ្យការប្រាក់ធ្លាក់បងប្អូនបច្ចុប្បន្នឥឡូវនេះការប្រាក់ទៅតាមកន្លែងទៅតាមក្រុមហ៊ុននីមួយៗទៅតាម state នីមួយៗក៏ប៉ុន្តែ state របស់ខ្ញុំគឺប្រហែលជា 6% ហើយនឹងកន្លែងខ្លះទៀតវាចុះក្រោម 6% បងប្អូននិយាយទៅរឿងការប្រាក់នោះបងប្អូនអាច shop around ណាថ្ងៃនេះគឺជាព័ត៌មានដ៏ល្អសម្រាប់ប្រជាជនកម្ពុជាយើងដូចថាបងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិកចង់ទិញផ្ទះចាវាជាដំណឹងល្អពីព្រោះថា2025ការប្រាក់ថ្លៃណាបងប្អូនហ្នឹងហើយបងប្អូនអរគុណដែលបានតាមដានខ្ញុំដែលបាន support ខ្ញុំហើយសូម share វីដេអូនេះទាំងអស់គ្នាដើម្បីចែករំលែកហើយនឹងបានបុណ្យទាំងអស់គ្នាបងប្អូនហើយសម្រាប់បងប្អូនមានសំណួរអាច